ព្រឹត្តិការណ៍ថ្ងៃទី6ខែតុលាឆ្នាំ1976នៅសាកលវិទ្យាល័យធម្មសាស្ត្រគឺជាសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសថៃវាគឺជាការបង្ក្រាបយ៉ាងសាហាវឃោរឃៅលើក្រុមនិស្សិតនិងអ្នកតវ៉ាដោយកងកម្លាំងរដ្ឋនិងក្រុមស្ដាំនិយមជ្រុលខាងក្រោមនេះគឺជាមូលហេតុនិងដើមចំសំខាន់ៗដែលនាំឲ្យមានព្រឹត្តិការណ៍នេះបរិបទនយោបាយការងើបឡើងនៃមនុស្សវិជ្ជាឆ្វេងនិយមបន្ទាប់ពីបដិវត្តន៍និស្សិតថ្ងៃទី14ខែតុលាឆ្នាំ1973ដែលបានផ្ដួលរំលំរបបសឹករបស់លោកថានុំគិតិខាចរប្រទេសថៃបានឈានចូលក្នុងសម័យកាលប្រជាធិបតេយ្យរីកស្គុះស្កាយទោះជាយ៉ាងណាក៏ដោយ1ចលនានិស្សិតបានក្លាយទៅជាកម្លាំងនយោបាយដ៏ខ្លាំងក្លាដោយទាមទារឲ្យមានសមធម៌សង្គមនិងការកែតម្រង់ដីធ្លីដែលធ្វើឲ្យក្រុមអភិរក្សនិយមមានការព្រួយបារម្ភ 2. ឥទ្ធិពលកុម្មុយនីសក្នុងឆ្នាំ1975ប្រទេសជិតខាងថៃរួមមានវៀតណាមឡាវនិងកម្ពុជាបានធ្លាក់ក្រោមរបបកុម្មុយនីសនេះបានធ្វើឲ្យវណ្ណៈខ្ពស់និងយោធាថៃភ័យខ្លាចថាថៃនឹងក្លាយទៅជា Domino Theory បន្តដើមចំភ្លាមការវិលត្រឡប់របស់លោកថានុំគិតិខាចរដើមចំដែលធ្វើឲ្យផ្ទុះការតវ៉ាខ្លាំងបំផុតគឺការវិលត្រឡប់មកប្រទេសថៃវិញរបស់អតីតមេដឹកនាំផ្ដាច់ការថានុំគិតិខាចរក្នុងនាមជាសង្ឃនៅខែកញ្ញាឆ្នាំ1976និស្សិតបានមើលឃើញថានេះគឺជាល្បិចនយោបាយដើម្បីនាំយករបបសឹកមកវិញទើបពួកគេប្រមូលផ្ដុំគ្នានៅសាកលវិទ្យាល័យធម្មសាស្ត្រដើម្បីទាមទារឲ្យបណ្ដេញលោកចេញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីញុះញង់ក្រុមស្ដាំនិយមជ្រុលនិងវិទ្យុយោធាបានប្រើប្រាស់យុទ្ធនាឃោសនាដើម្បីវាយប្រហារនិស្សិតថាពួកកុម្មុយនីសដែលចង់បំផ្លាញជាតិសាសនាព្រះមហាក្សត្រជាជនបរទេសវៀតណាមដែលបង្កប់ខ្លួនមកបង្កើតភាពវឹកវររូបភាពសម្ដែងរឿងដែលបង្កឲ្យមានការយល់ច្រឡំចំណុចផ្ទុះអាវុធកើតឡើងនៅពេលដែលកាសែតដាវសៀមបានចុះផ្សាយរូបថតនិស្សិតសម្ដែងរឿងដើម្បីតវ៉ានឹងការសម្លាប់បុគ្គលិកអគ្គិសនី2នាក់ដោយប៉ូលីសក្រុមស្ដាំនិយមបានចោទប្រកាន់ថានិស្សិតម្នាក់នៅក្នុងនោះមានមុខមាត់ស្រដៀងនឹងព្រះអង្គម្ចាស់មកុដរាជកុមារព្រះមហាក្សត្របច្ចុប្បន្នដែលនាំឲ្យមានការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនិងបង្កឲ្យមានកំហឹងយ៉ាងខ្លាំងពីសំណាក់ក្រុមមហាជនស្ដាំនិយមការបង្ក្រាបនិងរដ្ឋប្រហារនៅព្រឹកព្រលឹមថ្ងៃទី9ខែតុលាកងកម្លាំងប៉ូលីសនិងក្រុមប្រដាប់អាវុធស្ដាំនិយមដូចជាក្រុម Red Gauze និង Village Scouts បានឡោមព័ទ្ធនិងវាយលុកចូលសាកលវិទ្យាល័យធម្មសាស្ត្រដោយប្រើអាវុធធុនធ្ងន់លទ្ធផលមានការធ្វើតរណកម្មមានការដុតសម្លាប់ទាំងរស់និងការសម្លាប់យ៉ាងព្រៃសាធារណៈតែកលៃផ្លូវការថាមានអ្នកស្លាប់46នាក់តែប្រភពក្រៅផ្លូវការជឿថាមានលើសពី100នាក់លទ្ធផលនយោបាយនៅល្ងាចថ្ងៃនោះដែរយោធាបានធ្វើរដ្ឋប្រហារដោយយកលេសថាដើម្បីរក្សាសណ្ដាប់ធ្នាប់ចប់សម័យកាលប្រជាធិបតេយ្យរយៈពេលខ្លីក្នុងប្រទេសថៃបន្ទាប់ពីការបង្ក្រាបយ៉ាងសាហាវឃោរឃៅថៃទី6ខែតុលាឆ្នាំ1976នយោបាយប្រទេសថៃបានផ្លាស់មុខមាត់យ៉ាងខ្លាំងដែលជះឥទ្ធិពលដល់សង្គមជាតិរហូតដល់ច្រើនទសវត្សរ៍ក្រោយមកខាងក្រោមនេះគឺជាផលវិបាកផ្នែកនយោបាយសំខាន់ការវិលត្រឡប់មកវិញរបស់របបយោធានិយមពេញលេញនៅល្ងាចថ្ងៃនោះដែរយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍សាងាត់ឆាឡយយូបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកសេនីប្រមូតពួកគេបានបង្កើតក្រុមអភិរក្សរដ្ឋាភិបាលជាតិដោយលុបចោលរដ្ឋធម្មនុញ្ញឆ្នាំ1974រំលាយសភានិងហាមឃាត់ការធ្វើសកម្មភាពនយោបាយគ្រប់ប្រភេទនិងរិតរឹបសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរការរុញច្រានបញ្ញវត្ថុឲ្យចូលព្រៃសម្ព័ន្ធភាពរវាងនិស្សិតនិងកុម្មុយនីសផលវិបាកដែលផ្ទុយច្រឡះពីបំណងរបស់រដ្ឋាភិបាលគឺការបង្ក្រាបនេះបានធ្វើឲ្យនិស្សិតបញ្ញវត្ថុនិងអ្នកនយោបាយឆ្វេងនិយមច្រើនពាន់នាក់រត់ភៀសឆ្ងាយចូលព្រៃដើម្បីចូលរួមជាមួយបកកុម្មុយនីសថៃ
ពួកគេលែងជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យតាមសភាហើយនិងបានងាកមកកាន់អាវុធដើម្បីតស៊ូប្រឆាំងនឹងរដ្ឋាភិបាលវិញការនេះបានធ្វើឲ្យសង្គ្រាមស៊ីវិលនៅតាមជនបទរបស់ប្រទេសថៃកាន់តែមានភាពស្រួចនិងអស់បន្លាយថែមទៀតការគ្រប់គ្រងបែបស្ដាំនិយមជ្រុលរបបលោកថានីនក្រៃវិកឈៀនយោធាបានតែងតាំងលោកថានីនក្រៃវិកឈៀនជានាយករដ្ឋមន្ត្រីនិយមស្ដាំជ្រុលរបបលោកបានប្រើវិធានការបកសម្អាតកុម្មុយនីសយ៉ាងខ្លាំងក្លាការប្រែច្បាប់សន្តិសុខដើម្បីចាប់ខ្លួនមនុស្សតាមអំពើចិត្តការដុតបំផ្លាញសៀវភៅដែលមានលក្ខណៈវឌ្ឍនភាពឬកុម្មុយនីសការធ្វើឲ្យមានបរិយាកាសភ័យខ្លាចក្នុងសង្គមការបាត់បង់តុល្យភាពអំណាចរវាងរដ្ឋាភិបាលនិងប្រជាជនព្រឹត្តិការណ៍នេះបានបង្កមនោគមវិជ្ជាជាតិសាសនាព្រះមហាក្សត្រឲ្យคล้ายទៅជាឈ្នួលនៃសន្តិសុខជាតិដែលត្រីបានប្រើប្រាស់ដើម្បីកម្ចាត់សត្រូវនយោបាយមកទល់នឹងសពថ្ងៃវាបានបង្កើតគំរូមួយថារដ្ឋអាចប្រែការហ៊ីងសាលើពលរដ្ឋខ្លួនឯងបានប្រសិនបើពលរដ្ឋទាំងនោះត្រូវបានចោទថាជាអ្នកបំផ្លាញជាតិការផ្សះផ្សាជាតិនិងការប្រកាន់នយោបាយ66/23ដោយសារតែសង្គ្រាមក្នុងប្រៃកាន់តែរីករាលដាលនៅឆ្នាំ1980រដ្ឋាភិបាលលោកប្រេមទីនស៊ូឡាណនបានដាក់ចេញនូវបញ្ជាលេខ66/253ផ្ដល់ការលើកលែងទោសទៅដល់និស្សិតនិងសមាជិកបក្សកុម្មុយនីសថៃដែលចុះចូលផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការប្រើយោធានាំមុខមកកាន់នយោបាយនាំមុខវិញនេះគឺជាចំណុចចាប់ផ្ដើមនៃការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសថៃនិងការវិលត្រឡប់មកវិញរបស់ក្រុមបញ្ញវេទពីក្នុងព្រៃសេចក្តីសន្និដ្ឋានព្រឹត្តិការណ៍$6បានបន្សល់តែឲ្យនៅរបួសក្នុងប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលថៃព្យាយាមបំភ្លេចប៉ុន្តែវានៅតែជាមេរៀនដ៏សំខាន់សម្រាប់ចលនាប្រជាធិបតេយ្យរបស់យុវជនថៃជំនាន់ក្រោយ។